thì chết tại ngon chết ngon mà nung dương rồi nơi trong sừng cung sọc ngay đi nè việc miền bay miền phèn miền trụng triê nè khạc miền nè khạc cò nè khạc miền tiêu đom sụp sừng tới bị la nè khạc rô tạch tôm trong nơi sừng tới mình bàn nè khạc tiết miền hao bò để phốc sụp tới bên đây ta khôi chun nè khạc rô tầm bờ học từ tua tiền đến sân tha mình bàn nè khạc kiểu miền kia cả lăng ca sầm rắp tạ tay riêng cao rồi bọc kê nâng việc là o ấy bình dây bị riêng lôi rồi bọc kê nâng sầm ba nè khạc miền kê từng rắp và lôi kê từng liên đô la rồi họ đàm miền nè khạc lôi rắp rồi liên đô la từ tiền ca rồi nâu rồi bọc mình đồ dân để nông bị phốc lô dân rồi ngày mình 300 lên nông bị phốc lô cái sầm bay tập tê mai dân có ca rồi nâu với mình đôi kia này có bàn tay rồi rốc sạch ở đây nung chân chẳng chẳng nè miền chẳng nè cro tổng nó nghe ta ca rồi nơi rồi bọc mà nung chân bẹp ná tới mùa tha chỉ ca rồi nơi đo pro sa số mà nung thái bị sát chân đi hoàn tê bộ bật premaha thầy rẽ đòi chùm ràng ta một cô rụt nơi bẹp ná tới mùa tha rụt nơi đo pro sa nông đầm nào ní một bò để sát xa từ sọt vào đó cục rụng từng óc từ đằng thả đầm nào chỉ vứt đi cam và bật tới rồi bò mà nô miền sập hiếp tì tây bị đi miền sập hiếp thao tiếp nâng sập hiếp bờ xảព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាបញ្ញាជីវិតជីវិតមាហុសេថាអ្នកប្រាជ្ញទាំងឡាយពោលថាបុគ្គលរស់នៅប្រកបដោយបញ្ញាទើបឈ្មោះថាជាការរស់នៅដ៏ប្រសើរអញ្ចឹងពាក្យថារស់នៅដ៏ប្រសើរក្នុងទីនេះมันបានវាស់វែងដោយសម្ភារៈវត្ថុប្រើប្រាស់របស់ផ្សេងទេគឺព្រះពុទ្ធអង្គទ្រង់សម្ដែងថាបុគ្គលដែលរស់នៅប្រកបដោយបញ្ញាពាក្យថាបញ្ញាដោយអត្ថាបការេណៈយថាសភាវៈជានិយតៃតេបញ្ញាសភាវៈឯណាឬធម្មជាតិឯណារមែងដឹងនៅសភាវៈតាមសេចក្តីពិតដោយប្រការផ្សេងសភាវៈនោះលោកឲ្យឈ្មោះថាបញ្ញាអញ្ចឹងពាក្យថាបញ្ញាដោយអត្ថាគុណជាតិដែលដឹងនៅសភាវៈធម៌ដោយប្រការៈផ្សេងពុទ្ធបរិស័ទហេតុអ្វីបានព្រះពុទ្ធអង្គសម្ដែងថាអ្នករស់នៅប្រកបដោយបញ្ញាឈ្មោះថាការរស់នៅដ៏ប្រសើរមនុស្សយើងកាលណាបើអត់បញ្ញាគឺចប់ហើយញាតិញោមបុគ្គលកាលណាបើអត់មានបញ្ញាទេសម្បត្តិដែលជាលោកយៈក៏មិនអាចកើតឡើងមានតែសម្បត្តិទ្រព្យរបស់លុយកាក់ប្រាក់កាសដែលជាលោកយៈទ្រព្យជាលោកយៈសម្បត្តិក៏រមែងមិនអាចកើតឡើងបានដល់បុគ្គលដែលអត់មានបញ្ញានេះដែរពីព្រោះបុគ្គលដែលមានបញ្ញារមែងធ្វើទ្រព្យសម្បត្តិមិនទាន់កើតឡើងឲ្យកើតឡើងធ្វើទ្រព្យសម្បត្តិដែលកើតឡើងហើយឲ្យរឹតរឹតតែចម្រើនក្រៃលែងឡើងញាតិញោមអាចសម្លឹងពិនិត្យទៅលើតថភាពសង្គមរស់នៅជាក់ស្ដែងរវាងមនុស្សដែលមានបញ្ញានិងអត់បញ្ញាតើការធ្វើការរកស៊ីចិញ្ចឹមជីវិតមានសភាពខុសគ្នាដូចម្ដេចអញ្ចឹងកាលណាបើបុគ្គលមានបញ្ញាហើយបញ្ញាក៏រមែងជួយបុគ្គលនោះឲ្យទទួលបាននៅសម្បត្តិដែលជាលោកេយៈម្យ៉ាងវិញទៀតប្រ
ប្រសិនបើបុគ្គលមិនមានបញ្ញាទេសូម្បីតែសម្បត្តិដែលជាលោកកតរៈសម្បត្តិឬអរិយសម្បត្តិក៏មិនអាចកើតឡើងបានដែរញាតិញោមបុគ្គលដែលអត់មានបញ្ញាធ្វើទានអត់កើតទេញោមពីព្រោះការធ្វើទាននេះតលតែបុគ្គលមានបញ្ញាទៅអាចធ្វើទានបានពីព្រោះបញ្ញានេះរមែងកំណត់ដឹងនៅហេតុដែលគួរធ្វើនិងមិនគួរធ្វើអញ្ចឹងបើបុគ្គលមិនមានបញ្ញាទេសូម្បីតែកុសលថ្នាក់ទានក៏មិនអាចធ្វើបានដែរសូម្បីតែកុសលថ្នាក់ទានក៏មិនអាចញ៉ាំឲ្យកើតឡើងបានដែរសំដូចព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រកាសសម្ដែងចំពោះភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយកាលបើអ្នកទាំងឡាយបានឃើញផលនៃទានដោយតថាគតបានឃើញហើយអ្នកទាំងឡាយនឹងមិនបរិភោគមុនការឲ្យទានឡើយអញ្ចឹងពេលតែឃើញផលនៃទាននេះគឺឃើញប្រចាក់ច្បាស់ដោយបញ្ញាឃើញអំពីផលនិងអានិសង្សនៃការឲ្យទានញាតិញោមបានឃើញទេបងបានឃើញផលនៃការឲ្យទានហើយឬនៅឃើញហើយប្រសិនបើមិនឃើញផលនៃការឲ្យទានមិនច្បាស់ដោយបញ្ញាទេសំម្លេះមិនចេញចាយចំណែកទ្រព្យសម្បត្តិលះបង់ធ្វើទានទេចឹងការធ្វើទាននេះលោកសម្ដែងថាគឺជាផលនៃបញ្ញាការរក្សាសិលប្រសិនបើបុគ្គលមិនមានបញ្ញាទេរក្សាសិលបានទេញាតិញោមបានទេអត់ទេប្រសិនបើមិនមានបញ្ញាទេកុសលថ្នាក់ភាវនាក៏មិនកើតឡើងសិល5កម្មបណ្ឌ10ក៏រមែងមិនអាចប្រព្រឹត្តរក្សាឲ្យតាំងនៅបានដែរដូច្នេះហើយបុគ្គលដែលមានបញ្ញាប៉ុណ្ណោះទៅឈ្មោះថាជាការរស់នៅដ៏ប្រសើរពីព្រោះអីបុគ្គលដែលមានបញ្ញារមែងជាអ្នកមិនប្រមាថក្នុងកុសលធម៌ទាំងឡាយកាលណាបើមិនប្រមាថក្នុងកុសលធម៌ទាំងឡាយក៏រមែងជាយាមប្រឹងប្រែងធ្វើនៅកុសលនោះរើយថេរៈបបិទ្ធព្រះមហាថេរៈដោយចម្រើនតើបុគ្គលរស់នៅបែបណាឈ្មោះថារស់នៅដ៏ប្រសើរព្រះពុទ្ធអង្គទ្រង់សម្ដែងថាបញ្ញាជីវឹងជីវិតបាហុសេដ្ឋាំបុគ្គលដែលរស់នៅប្រកបដោយបញ្ញាទៅពោលថាជាការរស់នៅដ៏ប្រសើរដល់អង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយញាតិញោមច្បាស់ហើយណាដើម្បីឲ្យការរស់នៅរបស់ខ្លួនឯងនឹងជាការរស់នៅដ៏ប្រសើរតើតើមានអីមានប្រាជ្ញាបើមិនទាន់មានប្រាជ្ញាទេការរស់នៅរបស់យើងនឹងអត់ឈ្មោះថាការរស់នៅដ៏ប្រសើរទេហើយដល់អញ្ចឹងហើយបានជាញាតិញោមទាំងអស់គ្នានេះខ្លួនឯងក៏ប្រឹងប្រែងហើយដល់បន្ទាប់ពីខ្លួនឯងទៀតប្រឹងប្រែងឲ្យកូនប្រុសស្រីហ្នឹងយកចិត្តទឹកដាក់សិក្សារៀនសូត្របាននៅចំណេះវិជ្ជាដើម្បីអីថាដើម្បីឲ្យកូនមានតម្រេះវិជ្ជាហ្នឹងដោយកូនប្រុសស្រីទាំងអស់គ្នាប្រកបកិច្ចការងារចិញ្ចឹមជីវិតរស់នៅជាសុខខ្ពង់ខ្ពស់ឧត្តមឧត្តមប្រសើរថ្លៃថ្លាកាលណាបើមានចំណេះវិជ្ជាក្នុងខ្លួនហើយញាតិញោមមើលទៅសម័យបច្ចុប្បន្នហ្នឹងគេមានចំណេះវិជ្ជាខ្ពង់ខ្ពស់ដោយអំណាចនៃការដែលមានប្រាជ្ញារបស់គេហ្នឹងណាការរស់នៅរបស់គេជាការរស់នៅដ៏សុខដ៏ស្រួលដ៏ប្រសើរវាមិនលំបាកវាមិនលំបិនអ្នកដែលអត់មានតម្រេះវិជ្ជាអត់មានប្រាជ្ញាទេសូម្បីតែធ្វើកិច្ចការងារចិញ្ចឹមជីវិតហ្នឹងក៏ពិបាកជាងគេដែរពេលខ្លះដើររកការងារធ្វើនឹងរកវាមិនបានទៀតពីព្រោះអី
គេត្រូវការតែបុគ្គលអ្នកមានចំណេះជំនាញត្រឹមត្រូវហើយទៅបើឯងវាអត់បានរៀនសូត្រមានចំណេះជំនាញអីផងនោះហើយដល់តែអញ្ចឹងទៅរកការងារអីបានធ្វើដោយស្រួលដោយល្អគេអត់រកអត់បានទេការងារដែលល្អការងារដែលស្រួលរកបានទេបានតែខំបញ្ចេញកម្លាំងកាយកម្លាំងចិត្តធ្វើការតាំងពីព្រលឹមទល់ព្រលប់បែកញើសហូរញើសជោគខ្លួនទីបំផុតសរុបលទ្ធផលបើកលុយមកបានតិចជាងគេឆ្ងាយណាស់គេនៅអង្គុយតែក្នុងម្លប់តែម៉ាស៊ីនត្រជាក់លុយគេកឹកឯងនេះខំប្រឹងចន្តិតចន្ទូងកណ្ដាលថ្ងៃកណ្ដាលវាលតម្រាំនឹងបានលុយបានកាក់មកបែកញើសហូរញើសហើយវាមិនបានដូចគេទៀតវាបានតិចជាងគេទៀតអាហ្នឹងយើងឃើញហើយប្រៀបធៀបអ្នកដែលមានប្រាជ្ញានិងអត់ប្រាជ្ញានេះវាខុសគ្នាឆ្ងាយណាស់អញ្ចឹងហើយបានជាក្នុងកន្លែងនីមួយញាតិញោមពុទ្ធបរិស័ទគេបង្ខំឲ្យមនុស្សយើងនឹងឯងត្រូវតែមានចំណេះជំនាញមានចំណេះវិជ្ជាគ្រប់គ្នាទាំងអស់ដើម្បីអីដើម្បីធ្វើកិច្ចការងារអីក៏ស្រួលដែរស្វែងរកនៅការងារចិញ្ចឹមជីវិតក៏ជាស្រួលដែរមិនមែនថាសម្រាប់តែញាតិញោមប្រខែប្រខំកូនចៅឲ្យរៀនសូត្របានខ្ពង់ខ្ពស់ដើម្បីមានការងារធ្វើល្អស្រួលទេសំបីតែអ្នកបួសនេះហើយក៏ដោយបួសមកនឹងត្រូវចៅអធិការដោយលោកគ្រូចៅអធិការវត្តឡុងវិលលោកគ្រូចៅអធិការវត្តសន្តិវ័ននេះបង្ខំណាញាតិញោមរុកផងចាក់ផងឆ្កឹះផងវាយផងស្ដីផងថាផងដើម្បីអីដើម្បីឲ្យកលបុត្រដែលបានមកបួសហ្នឹងខំប្រឹងសិក្សារៀនសូត្របានចំណេះវិជ្ជាបើនៅក្នុងភេទជាបព្វជិតក៏ល្អខ្ពង់ខ្ពស់ជួយដល់សាសនាបានធ្វើឲ្យភេទជាបព្វជិតនឹងឧត្តមថ្លៃថ្លាទៅបានហើយបើសឹកទៅវិញយើងមានចំណេះវិជ្ជាក៏ធ្វើឲ្យខ្លួនឯងនឹងខ្ពង់ខ្ពស់ឧត្តមរស់នៅជាការរស់នៅដ៏ប្រសើរថ្លៃថ្លាដោយមានចំណេះជំនាញនិងមានប្រាជ្ញានៅក្នុងខ្លួននេះឯងវាល្អប្រពៃអញ្ចឹងណាញាតិញោមអញ្ចឹងហើយបានជាខំប្រឹងប្រែងយកចិត្តទុកដាក់ទៅដេញកូនដេញចៅទៅឲ្យរៀនសូត្របានខ្ពង់ខ្ពស់យ៉ាងណាក៏ដោយឲ្យតែកូនរៀនបានខ្ពង់ខ្ពស់ទៅនាំឲ្យកូននឹងឯងរស់នៅដល់ប្រសើរហើយថ្លៃថ្លាហើយឧត្តមហើយនឹងទី1ញាតិញោមណា